សួស្តីអ្នកទាំងអស់គ្នាមកកាន់ការសម្រាយរឿង Breaking Bad រដូវកាលទី3 វគ្គ 1 រឿងបានចាប់ផ្ដើមឡើងនៅទីប្រជុំជនដ៏តូចមួយនៅប្រទេសមេស៊ីកូអ្នកនៅទីនោះក៏រស់នៅបាយសាមញ្ញតាមធម្មតាដូចនៅកន្លែងដទៃទៀតតែអ្វីដែលប្លែកគឺមានបរិសម្នាក់កំពុងវាដោយគ្រប់គ្នានៅទីនេះក៏ធ្វើដូចជារឿងប្រក្រតីគ្មាននរណាខ្វល់តែនៅសុកស្រាប់តែមានការឡើងមកម្នាក់ទៀតមុននឹងបានការឡើងជាច្រើនអ្នកវាទៅជាជួរតែម្ដងនៅពេលនោះក៏មានឡានមួយគ្រឿងកំពុងបើកចូលមកក្នុងទីប្រជុំជននោះដោយអ្នកនៅទីនោះក៏ចាប់អារម្មណ៍លើឡានជាមនុស្សដែលវាទាំងវងឡាននោះក៏បានចតនៅគៀនផ្លូវមុននឹងមានបរិសពីរនាក់ចុះមកជាមួយនឹងទឹកមុខដ៏កាចហើយបានជាពួកគេទាំងពីរមកទីនេះក៏ដើម្បីចោះទៅវានឹងគេដែរមនុស្សក្រុមនោះបានវាទៅយ៉ាងឆ្ងាយចំណាយពេលយ៉ាងយូររហូតបានមកដល់ទីសំណាក់មួយមុននឹងបរិសមកកាយពីរនាក់នោះបានងើបឡើងហើយក៏បាននាំគ្នាដើរចូលទៅខាងក្នុងនោះវាគឺជាកន្លែងគោរពបូជារបស់អ្នកភូមិក្រោយពីបរិសមកកាយពីរនាក់នោះបួងសួងរួចក៏បានយកក្រដាសមួយសន្លឹកបិទទុកវាគឺជារូបរបស់ Heisenberg ត្រឡប់មកពេលបច្ចុប្បន្នវិញមានព័ត៌មានតាក់ទងនឹងហេតុការណ៍យន្តហោះបុកគ្នាឥទ្ធិពលរបស់ហេតុការណ៍នេះគឺមានកំទេចកំទីយន្តហោះធ្លាក់មកកន្លែងស្នាក់នៅត្រូវចំណាយពេលបោះសម្អាតជាងមួយអាទិត្យយ៉ាងតិចបំផុតហើយអ្វីដែលសំខាន់គឺយន្តហោះមួយក្នុងចំណោមនោះជាយន្តហោះដឹកអ្នកដំណើរនេះបានបណ្ដាលឲ្យមានមនុស្សស្លាប់ជាង167នាក់ទាំងអស់នេះកើតឡើងមកពីកំហុសឆ្គងក្នុងការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់បរិសម្នាក់ដែលមានឈ្មោះតដនដែលមានបទពិសោធន៍ធ្វើការមកជាង19ឆ្នាំតែគាត់ទើបតែត្រឡប់មកធ្វើការក្រោយពីការស្លាប់របស់កូនស្រីការបាត់បង់កូនស្រីរបស់គាត់តែម្នាក់បណ្ដាលមានមនុស្សស្លាប់តាមមកជាច្រើនអ្នកទៀតចំណែកអ្នកដែលជាដើមហេតុនោះក៏អង្គុយគូសគូបោះចូលទៅក្នុងស្រះទឹកទៀតហើយវាជាលើកទី2ហើយដែល Walter ធ្វើបែបនេះនៅពេលដែលគាត់ត្រូវសម្រេចចិត្តរឿងសំខាន់រាយការណ៍ផ្សាយពាណិជ្ជកម្មរបស់សក៏មានគ្រប់ទិសទីមិនលើកលែងសូម្បីតែប្រអប់ជើគូនៅពេលដែល Walter ដុតអស់សល់តែមួយចុងក្រោយវាក៏ដល់ពេលដែលត្រូវសម្រេចចិត្តគាត់បានយកលុយទាំងអស់ដែលមានដាក់ចូលទៅក្នុងចង្ក្រានអាំងមុននឹងបានចាក់សាំងដាក់ឲ្យដុតជើគូដែលមានរូបរបស់សបោះវាចូលទៅក្នុងចង្ក្រានដែលមានលុយពេញនោះដើម្បីដុតវាចោលគាត់ឈរមើលវាមួយសន្ទុះមុននឹងមានអារម្មណ៍ស្ដាយទៅបានរុញវាទម្លាក់ទឹកតែភ្លើងនោះក៏មិនព្រមបានរៀលមកឆេះដៃអាវរបស់ Walter ធ្វើឲ្យ Walter ចាំបាច់ត្រូវលោតចុះទឹកតាមលុយទៅមិនថាគាត់នឹងសម្រេចចិត្តធ្វើអ្វីក៏ពោពេញទៅដោយឧបសគ្គចំណែកខាង Skyler ក៏បានមកពិភាក្សាមេធាវីម្នាក់ដោយគោលដៅក្នុងការនិយាយលើកនេះគឺការសុំលែងលះដោយ Skyler ក៏ព្យាយាមឆ្លើយសំណួរទាំងអស់របស់មេធាវីមិនថាហេតុផលនៃការលែងលះឬបំណុលរួមគ្នាទោះជា Skyler មិនអាចឆ្លើយសំណួរបានទាំងអស់តែទុកចិត្តមេធាវីបានពួកគេមានក្រុមពិសេសដែលនឹងទៅស៊ើបរឿងអាក្រក់របស់ប្តីដើម្បីមកប្តឹងលែងលះតតែបានបដូរទៅផ្ទះរបស់ Walter វិញហាងកំពុងធ្វើដំណើរទៅទីនោះដោយភាពចិត្តធម៌ Skyler ក៏បានសុំឲ្យហាងមកជួយនៅវ៉ាន់ Walter ព្រោះនាងចង់ឲ្យ Walter ចាកចេញពីផ្ទះនេះស្របពេលគ្នានោះដែរ Walter ក៏បានដួសលុយសន្លឹកចុងក្រោយចេញពីក្នុងស្រះទឹកអស់ហើយដើម្បីភាពជាក់លាក់គាត់ក៏បានឆែកនៅចន្លោះទឹកមួយកន្លែងទៀតហើយវាក៏ធ្វើឲ្យគាត់បានជួបនឹងក្របភ្នែកខាងឆ្វេងរបស់តុក្កតាខ្លាឃ្មុំពណ៌ផ្កាឈូកចង្វាក់នោះហាងក៏បានស្រែកហៅល្មមទៅ Walter បានដាក់វាចូលទៅក្នុងកប៉ៅខោដោយហាងក៏បានជួយនៅវ៉ាន់ Walter ឡើងគ្មានអ្វីច្រើនទេអីវ៉ាន់ភាគច្រើនក៏ចូលទៅក្នុងឡានរបស់ Walter នៅខណៈដែលកំពុងនៅវ៉ាន់ហាងក៏និយាយមិនព្រមឈប់ពីហេតុការណ៍ធ្លាក់យន្តហោះព្រមទាំងបានលួង Walter ទៅថាឯងត្រូវប្រើវិធីសាស្ត្រដកថយហើយចាំរកឱកាសទៅរស់នៅជាមួយគ្នាម្ដងទៀតដឹងអត់ដោយ Walter ក៏មិនបានតបតអ្វីធ្វើឲ្យហាងស្ងាត់ទៅដោយខ្លួនឯងហើយពួកគេក៏ជញ្ជូននៅវ៉ាន់ឡើងទៅអស់សល់តែកាបូបចុងក្រោយដែលមានលុយ Walter ក៏បានលូកដៃទៅលើកវាឡើងមកតែហាងក៏បានចូលទៅដណ្ដើមគ្មានអ្វីច្រើនទេហាងគ្រាន់តែចង់ជួយប៉ុណ្ណោះមិនចង់ឲ្យ Walter លើករបស់ធ្ងន់នៅពេលដែលហាងបានលើកវាតែម្នាក់ឯងក៏មានអារម្មណ៍ថាវាធ្ងន់ខ្លាំងណាស់ទើបបានសួរទៅថានៅខាងក្នុងនោះមានអ្វីនឹងយកដុំឥដ្ឋទៅដែរមែនអី Walter ក៏ឆ្លើយយ៉ាងចិត្តត្រជាក់ថាលុយសុទ្ធកន្លះលានហាងនៅលើក៏បានសើចឡើងនឹងគិតថា Walter នៅមានអារម្មណ៍លេងសើចមិនកើតអីទេមុននឹងហាងបានយកកាបូបនោះបោះចូលទៅក្នុងឡានរបស់គាត់ចំណែក Jesse ដែលនៅមជ្ឈមណ្ឌលក៏ប្រើពេលដើម្បីព្យាបាលចិត្តខ្លួនឯងតែក្នុងចិត្តរបស់គាត់ក៏បានត្រឹមតែគិតថាវានឹងជួយគាត់បំភ្លេចគ្រប់យ៉ាងបានមែនអីដោយមិនដឹងឡើយថាកន្លែងនេះនឹងជាកន្លែងដែលផ្លាស់ប្ដូរ Jesse ទៅជារឿងរហូតចំណែក Junior ក៏មិនពេញចិត្តជាមួយនឹងការចាយផ្លូវគ្នារបស់ម្ដាយនិងឪពុកគាត់មិនបានដឹងអ្វីទាំងអស់ Skyler ក៏មិនព្រមប្រាប់ពីហេតុផលដែលលែងលះជាមួយនឹង Walter ភ្លាមៗដែល Walter បានតាក់ទងមកគាត់ក៏ប្រញាប់ទៅទទួលគាត់មិនសូវជាពេញចិត្តព្រោះគាត់មិនបានដឹងអ្វីទាំងអស់ដែលកើតឡើងគាត់ព្យាយាមនិយាយដើម្បីឲ្យ Walter មកទទួលគាត់ទៅសាលាទាំងអស់ដែលធ្វើទៅក៏ដើម្បីបើកឱកាសម្ដាយនិងឪពុកបាននិយាយគ្នាម្ដងទៀតចំណែក Walter ក៏មិនបានទៅណាឆ្ងាយគាត់បានទៅជួបផ្ទះនៅតែម្នាក់ឯងមហូបអាហារកន្លងមក Skyler ក៏ជាអ្នកចាត់ការឲ្យរហូតទើបធ្វើឲ្យគាត់នៅពេលនេះមានតែនំប៉័ងតែប៉ុណ្ណោះមុននឹងបានហូបវាទូរស័ព្ទមួយគ្រឿងទៀតរបស់គាត់ក៏បានរោឡើងភ្លាមៗដែលបើកមើលក៏ឃើញមានសារសរសេរថាពោយតដែលបានបង្ហាញឲ្យឃើញថាកាសត្រូវការជួបនឹង Walter ម្ដងទៀត Walter ក៏គ្មានជំរឿសតែមុននោះអាហារពេលព្រឹកសំខាន់បំផុតមុននឹងហូបគាត់ក៏បានចិត្តសម្បកនំប៉័ងចេញប្រហែលជានឹកដល់ក្រេតដែលគាត់សម្លាប់ទៅក្រោយពីនោះ Walter ក៏បានទៅសាលាដើម្បីជូន Junior ដោយនៅសាលាពេលនេះកំពុងរំលែកទុក្ខដោយហេតុការណ៍យន្តហោះធ្លាក់ដែលទើបតែកើតឡើងប្រកាសណាស់វាជារឿងដែលសោកសៅព្រោះមានមនុស្ស100ជាងអ្នកត្រូវបានបាត់បង់ជីវិតសិស្សម្នាក់ៗក៏ព្យាយាមនិយាយរឿងសែតដើម្បីទាញអារម្មណ៍គ្រប់គ្នាតែនៅពេលមកដល់ Walter ក៏ផ្ទុយពីគេស្រឡះដោយ Walter ក៏បានចាប់ផ្ដើមឲ្យគ្រប់គ្នាគិតពីរឿងល្អខ្លះអ្នកនៅលើដីក៏គ្មាននរណាស្លាប់ពីហេតុការណ៍នេះវាជាអ្វីដែលបដិហារយ៉ាងខ្លាំងហើយសំណាងជានោះគឺភ្ញៀវក្នុងជើងអាហារនេះមិនពេញតែបើមើលចំនួនអ្នកស្លាប់វាគឺជាគ្រោះថ្នាក់ផ្លូវអាកាសដែលមានមនុស្សស្លាប់ច្រើនបំផុតលំដាប់ទី50ព្រមទាំងបានលើកហេតុការណ៍ដែលកើតឡើងនៅទី Mary Faye ឲ្យស្ដាប់តែក្នុងនោះក៏គ្មាននរណាដឹងពីហេតុការណ៍នេះវាគឺជាគ្រោះថ្នាក់ដែលធំជាងនោះឆ្ងាយណាស់ព្រោះយន្តហោះនោះគឺជា Boeing 747ដែលបណ្ដាមានមនុស្សស្លាប់ក្នុងហេតុការណ៍នោះជាង600នាក់មាននរណាចាំវាបានខ្លះហើយដឹងអត់ហេតុអីបានជាគ្មាននរណាចាំពីហេតុការណ៍នោះព្រោះមនុស្សចាំបាច់ត្រូវឈានទៅមុខទៀតពួកគេទាំងនោះត្រូវឈានទៅមុខបន្តចំណែកពួកយើងក៏ដូចគ្នាដែរបន្តិចទៀតពួកយើងទាំងអស់គ្នានឹងអាចបំភ្លេចហេតុការណ៍នេះទៅបានហើយ
ដោយ Walter ដែលមកផ្លាយពីគេនិយាយខ្លាំងៗនៅខណៈដែលគ្រប់គ្នាកំពុងសោកសៅក៏ត្រូវបញ្ឈប់មិនឲ្យនិយាយបន្តបដូរមកមីស៊ីកូម្ដងទៀតបរិះមកកាយពីរនាក់នោះបានជិះឡានមកជួបនឹងគ្រួសារមួយពួកគេមិនចាំយូរបានជិះឡានចូលទៅក្នុងនោះដោយគ្រួសារនោះមានម្ដាយឪពុកនិងកូនស្រីម្នាក់បរិះមកកាយពីរនាក់នោះបានចុះពីឡានហើយដើរសម្ដៅទៅស្នួរកៅអៅរបស់គ្រួសារនោះមុននឹងធ្វើការផ្លាស់ប្ដូរសម្លៀកបំពាក់ដោយមិនខ្វល់ពីម្ចាស់សូម្បីតែបន្តិចដោយពីរនាក់ប្តីប្រពន្ធដែលជាម្ចាស់ផ្ទះក៏បានត្រឹមតែឈរមើលដោយភាពឆ្ងល់មិនដឹងថាត្រូវធ្វើយ៉ាងម៉េចក្រោយពីផ្លាស់កៅអៅរួចបរិះមកកាយក៏បានដើរសម្ដៅទៅរកកូនស្រីដែលកំពុងលេងជាមួយនឹងពូប៉ែពួកគេទាំងពីរបានឈរមើលមុខក្មេងស្រីយ៉ាងយូរចំណែកម្ដាយឪពុកក៏មិនទាន់បាត់កាំងបានត្រឹមតែឈរមើលចុងក្រោយបរិះមកកាយក៏បានទាញសោឡានមកតាក់ជាប់នឹងស្នែងពូប៉ែមុននឹងបានដើរចេញពីទីនោះទៅរាជ JC ដែលនៅមជ្ឈមណ្ឌលក៏កំពុងស្ដាប់ការណែនាំរបស់អ្នកជំនាញម្នាក់ដោយអ្នកជំនាញម្នាក់នោះបានប្រាប់អ្នកជំងឺថាយើងទន់ខ្សោយខ្លាំងណាស់តែយើងក៏ក្លាហានគ្រប់គ្រាន់នឹងទទួលស្គាល់ថាខ្លួនយើងជានរណាមុននឹងគាត់ចាប់ផ្ដើមផ្ដោតទៅលើ JC ព្រោះតាំងពីមកទីនេះ JC មិនដែលបានប្រាប់រឿងឈឺចាប់ដែលគាត់មានក្នុងចិត្តឲ្យនរណាដឹងទើបគាត់ចង់ឲ្យ JC បញ្ចេញរឿងទាំងអស់នោះចេញមកឲ្យទទួលស្គាល់ខ្លួនឯងតែ JC ក៏មិនពេញចិត្តនៅអ្វីដែលអ្នកជំនាញម្នាក់នោះនិយាយទេទើប JC បានសួរទៅវិញថាលោកឯងប្រាប់ឲ្យយើងធ្វើបែបនេះធ្វើបែបនោះប្រាប់ឲ្យរស់នៅយ៉ាងមានសេចក្តីសុខអភ័យទោសឲ្យខ្លួនឯងតែលោកឯងដែលធ្វើរឿងដែលជាកំហុសឆ្គងបំផុតនៅក្នុងជីវិតឬអត់អ្នកជំនាញម្នាក់នោះក៏បានស្ងាត់ទៅមិនសន្ទុះមុននឹងបានឆ្លើយថាគាត់សម្រាប់កូនស្រីរបស់គាត់មុននឹងបានបន្តទៅទៀតថានៅថ្ងៃទី18កក្កដាឆ្នាំ1992វាជាថ្ងៃខួបកំណើតរបស់គាត់បានលេងខូខេនិងស្រវឹងស្រាយ៉ាងខ្លាំងតែនៅពេលនោះស្រាក៏អស់ដោយភាពស្រវឹងនៅពេលនោះគាត់មិនអាចចេញទៅទិញបានទេទើបគាត់បានប្រើឲ្យប្រពន្ធទៅទិញឲ្យបន្តិចតែនាងក៏មិនព្រមទៅព្រោះនាងមិនចង់ប្តីស្រវឹងជាងនេះទៅទៀតទេនេះវាធ្វើឲ្យគាត់ខឹងយ៉ាងខ្លាំងទើបបានទៅឡើងឡានហើយថយចេញមកតែគាត់ក៏មិនបានមើលធ្វើឲ្យកូនស្រីអាយុ6ខួបដែលអង្គុយលេងនៅទីនោះ JC ដែលបានឮរឿងរ៉ាវគ្រប់យ៉ាងដែលធ្ងន់ជាងរបស់គាត់ទៅទៀតទើបបានសួរថាលោកឯងធ្វើយ៉ាងម៉េចដើម្បីកុំឲ្យសោកខ្លួនឯងអ្នកជំនាញម្នាក់នោះក៏បានប្រាប់ថាគាត់សោកខ្លួនឯងណាសោកខ្លួនឯងយ៉ាងខ្លាំងតែការសោកខ្លួនឯងនៅអារម្មណ៍ខុសវាមិនបានជួយអ្វីទេវាត្រឹមតែជាឧបសគ្គដែលរារាំងការផ្លាស់ប្ដូរយ៉ាងពិតប្រាកដសម្ដីទាំងនោះវាធ្វើឲ្យការគិតរបស់ JC ដែលមានចំពោះខ្លួនឯងផ្លាស់ប្ដូរទៅទាំងស្រុងបដូរមក Walter ដែលពេលនេះកំពុងអង្គុយគិតពីបញ្ហាគ្រួសារនៅក្នុងផ្ទះតែម្នាក់ឯងអង្គុយមើលក្របភ្នែកតុក្កតាខ្លាឃ្មុំពណ៌ផ្កាឈូកតែនៅសុកក៏របូតដៃធ្លាក់ចុះទៅក្រោមគ្រែនៅចង្វាក់ដែលគាត់កំពុងអោនចុះទៅរើក៏មានសម្លេងគោះទ្វារពេលបើកទ្វារក៏ឃើញថានោះគឺជា Skyler នាងចង់និយាយជាមួយពេលចូលមកក្នុងផ្ទះស្ថានភាពក៏រឹតតែតាំងតឹងគ្មាននរណាហ៊ានចាប់ផ្ដើមមុនទើបចុងក្រោយ Walter ក៏បានប្រើឲ្យ Skyler ចាប់ផ្ដើមមក Skyler ក៏បានទាញឯកសារមួយច្បាប់ដែលបានមកពីមេធាវីចេញមកវាគឺជាលិខិតដែលសូមប្តឹងលែងលះ Walter ដែលឃើញក៏ស្រក់ទឹកភ្នែកគាត់ស្រឡាញ់ Skyler យ៉ាងខ្លាំងហ៊ានធ្វើគ្រប់យ៉ាងដើម្បីនាងអ្វីក៏បានសូមតែម្យ៉ាងទៅកាត់រឿងលែងលះនេះម្ដងទៀតនាងក៏បានតបតទៅវិញយ៉ាងលឿនថាអ្នកឯងជួយយកគ្រឿងញៀនWalter ដែលឮក៏ភ្ញាក់ផ្អើលតែគាត់ក៏ធ្វើជាមិនដឹងពីរឿងនេះតាមពិតទៅ Skyler មិនដឹងនោះទេនាងគ្រាន់តែសង្ស័យថា Walter បានលុយមកពីណាដើម្បីបង់ថ្លៃព្យាបាលទើប Skyler បានសាកល្បងម្ដងទៀតដោយការរៀបរាប់ឈ្មោះថ្នាំដែលគិតថា Walter នឹងលក់ដល់ចំណុចនេះ Walter ក៏ដឹងថា Skyler មិនដឹងការពិតអ្វីនោះទេទើបគាត់សម្រេចចិត្តនឹងប្រាប់ទៅត្រង់ៗថាវាគឺជាឯងគាត់គ្រាន់តែជាអ្នកផលិតមិនមែនជាអ្នកលក់ទេតែការដែល Walter ប្រាប់ការពិតវាក៏មិនធ្វើឲ្យស្ថានភាពប្រសើរឡើងជាងមុនទេទោះជាគាត់ព្យាយាមអធិប្បាយយ៉ាងណា Skyler ក៏មិនព្រមស្ដាប់តែនាងក៏មានលក្ខខណ្ឌមួយនាងនឹងមិនប្រាប់រឿងនេះជាមួយនឹងហាងនិងនរណាទាំងអស់ព្រោះនឹង Walter ត្រូវចុះហត្ថលេខាព្រមលែងលះនិយាយចប់ Skyler ក៏បានបើកទ្វារដើរចេញទៅចំណែក JC ក៏អាចចេញពីមជ្ឈមណ្ឌលវិញបានហើយដោយមាន Walter ជាអ្នកមកទទួលដោយខ្លួនឯងនៅពេលដែល JC ឡើងឡានក៏បានសួរ Walter ទៅថាហេតុអ្វីបានជាកញ្ចក់ឡានវាបែក Walter ក៏មិនបានប្រាប់អ្វីបាននាំ JC មកផ្ទះថ្មីរបស់គាត់មុននឹងបានប្រាប់ JC ទៅថាវាជាបញ្ហាគ្រួសារបន្តិចបន្តួចចំណែករឿងលុយរបស់ឯងក៏គ្មានបញ្ហាសត្រៀមទុកឲ្យរួចហើយឯងជាកាលណាអាចទៅយកវាបានគ្រប់ពេល JC ក៏បានឆ្លើយទៅវិញយ៉ាងលឿនថាគាត់ជាហើយនៅពេលនេះគាត់អាចឈប់ថ្នាំបានហើយបន្ទាប់មក JC ក៏បានបំពល់និយាយរឿងយន្តហោះធ្លាក់ដែលមានមូលហេតុមកពីឪពុករបស់ Jane Walter ដែលខ្លាចថា JC ចាប់ផ្ដើមបន្តខ្លួនឯងទៀតក៏បានហាមទុកព្យាយាមប្រាប់ថានោះមិនមែនជាបញ្ហាដែល JC ត្រូវទទួលខុសត្រូវនោះទេតែវាផ្ទុយពីនោះ JC នឹងមិនបន្តខ្លួនឯងទេព្រោះគាត់បានដឹងមកពីមជ្ឈមណ្ឌលហើយនៅពេលនេះគាត់ទទួលស្គាល់ហើយថាគាត់ជានរណា Walter ដែលស្ដាប់ក៏ឆ្ងល់ថាវាកំពុងឈួតអីរវើរវាយតែម្នាក់ឯង JC បន្តនិយាយទៅមិនសន្ទុះមុននឹងបានប្រាប់ថាគាត់ទទួលស្គាល់ហើយថាគាត់ជាមនុស្សអាក្រក់ក្រោយពីនោះ Walter ក៏បានទៅរក Cass ក្រោយពីបញ្ជាពេលមុខជាច្រើនថ្ងៃហើយដោយ Cass នៅពេលនេះក៏បន្តធ្វើខ្លួនជាម្ចាស់ហាងដ៏ល្អម្នាក់គាត់បានដើរមកសួរ Walter ថាអាហារឆ្ងាញ់ឬអត់ Walter ក៏បានឆ្លើយថាឆ្ងាញ់មុននឹងពួកគេទាំងពីរបានចូលសាច់រឿងដោយ Cass ក៏មានការងារមួយដែល Walter ប្រកាសជាចាប់អារម្មណ៍តែថ្ងៃនេះ Walter ក៏មិនបានមកព្រោះរឿងការងារនោះទេគាត់មកទីនេះដើម្បីអរគុណនិងសម្ដែងពីភាពគោរពគាត់នឹងដកខ្លួនហេតុផលមិនបានមកពីនរណាទាំងអស់គាត់គ្រាន់តែចង់ផ្លាស់ប្ដូរជីវិតរបស់ខ្លួនឯងហើយសំខាន់ជាងនោះគាត់មិនមែនជាអ ுக ្រិតករទោះជាបែបនោះ Cass ក៏ចង់ឲ្យ Walter ស្ដាប់នៅអ្វីដែលគាត់និយាយសិន$3 លានសម្រាប់ការផលិតថ្នាំឲ្យគាត់3ខែក្រោយពីបានលឺលុយចំនួន$3 លាន Walter ក៏កាំងទៅមួយសន្ទុះតែចុងក្រោយ Walter ក៏នៅតែសម្រេចចិត្តបដិសេធអាងទៅថាគាត់មានលុយជាច្រើនមិនដឹងថាយកទៅធ្វើអ្វីហើយអ្វីដែលគាត់ត្រូវការបំផុតនៅពេលនេះមិនមែនជាលុយតែជាគ្រួសារ Cass ដែលត្រូវបដិសេធក៏ញញឹមមុននឹងបានងើបចេញទៅតែមិនមែនមានន័យថា Cass នឹងប្រោសឲ្យ Walter ឈប់នោះទេ
បដូរមកឡានដឹកសម្បាំងមួយដែលកំពុងបើកឆ្លងកាត់វាលខ្សាច់តែនេះមិនមែនជាឡានដឹកសម្បាំងធម្មតាទេវាជាឡានដែលដឹកមនុស្សឆ្លងដែនខុសច្បាប់ជារឿងធម្មតាដែលប្រជាជនមេស៊ីកូមួយចំនួនចង់ឆ្លងដែនទៅប្រទេសអាមេរិកព្រោះថ្លៃឈ្នួលវាខុសគ្នាជាច្រើនដងនៅខណៈដែលកំពុងធ្វើដំណើរក៏មានក្មេងម្នាក់អួតមិនព្រមឈប់បានប្រាប់គ្រប់គ្នាតែគាត់ធ្លាប់ឆ្លងដែនទៅទឹកសាសជាញឹកញាប់ក៏មានសាច់ញាតិជាម្ចាស់ការ៉ាជួសជុលឡាននៅទីនោះនៅខណៈដែលកំពុងអួតទៅម្ដងក្មេងម្នាក់នោះក៏ក្រឡេកទៅឃើញស្បែកជើងរបស់បុរសមកកាយពីរនាក់នោះក្មេងម្នាក់នោះដែលបានឃើញក៏ស្ងាត់ទៅមិនហ៊ាននិយាយអ្វីបន្តតែវាក៏យឺតពេលទៅហើយបុរសមកកាយពីរនាក់នោះមិនព្រមនរណាដែលឃើញពួកគេហើយរួចខ្លួនទៅបានទេហើយសម្លេងកំភ្លើងក៏បានបន្លឺឡើងជាច្រើនគ្រាប់ម្ចាស់ឡានដែលឮក៏ប្រញាប់ចេញមកមើលថាវាមានអ្វីកើតឡើងតែនៅពេលដែលគាត់ទៅចិត្តក៏ដឹងថានោះគឺជាសម្លេងកំភ្លើងមិនចាំយូរប្រញាប់រត់ទៅហើយតែមិនថាយ៉ាងម៉េចគាត់ក៏មិនអាចរត់លឿនបានជាងគ្រាប់កំភ្លើងទេចង្វាក់នោះបុរសមកកាយម្នាក់ទៀតដែលឃើញថាតកងឡានមិនទាន់ស្លាប់គាត់ក៏បានដើរទៅបន្ថែមមួយគ្រាប់ទៀតយ៉ាងចិត្តត្រជាក់ក្រោយពីនោះពួកគេក៏ចាប់ផ្ដើមផែនការបន្ទាប់ដោយការបាញ់ទម្លាយធុងសាំងមុននឹងធ្វើការដុតកំទេចគ្រប់យ៉ាងចោលតាមស្ទាយមេស៊ីកូហើយនាំគ្នាដើរចេញពីទីនោះមកយ៉ាងសង្ហាបន្តមកនៅវគ្គទី2ចាប់ផ្ដើមឡើងពី Walter ដែលកំពុងច្រៀងខណៈបើកឡានតែនៅតាមផ្លូវគាត់ក៏ជួបនឹងបញ្ហាត្រូវប៉ូលីសដែលបើកឡានកាត់មករោគរឿងប៉ូលីសម្នាក់នោះបានបើកឡានតាម Walter មកហើយប្រាប់ឲ្យគាត់ឈប់ Walter ក៏ភ័យព្រោះគិតថាប្រហែលជាគាត់ត្រូវចាប់ហើយទើបតែបដិសេធការស្មុគអំបញ្ញមិញប៉ូលីសម្នាក់នោះបានដើរចូលមកចិត្តហើយប្រាប់ថាជួយបិទចម្រៀងបន្តិចមកនៅបានសួរថាលោកឯងដឹងអត់ថាហេតុអីបានជាខ្ញុំហៅឲ្យឈប់ Walter ក៏មិនដឹងទេព្រោះគាត់មានរឿងគួរឲ្យហៅច្រើនពេកប៉ូលីសក៏បានចង្អុលឲ្យមើលកញ្ចក់ឡានដែលបែក Walter ក៏បានអធិប្បាយថាវាមកពីហេតុការណ៍យន្តហោះធ្លាក់ផ្ទះរបស់គាត់នៅម្ដុំនោះល្មមប៉ូលីសក៏មិនខ្វល់ពីហេតុផលបានសរសេរក្រដាសផាកពិន័យឲ្យ Walter ខាង Walter ក៏មិនទ្រាំដែរបានចោលពីឡានចេញមកដោះស្រាយជាមួយនឹងប៉ូលីសគាត់បានស្រែកលោឡាមិនពេញចិត្តដែលប៉ូលីសបានសរសេរក្រដាសផាកពិន័យដោយហេតុផលអត់ប្រយោជន៍ប៉ូលីសក៏មិនព្រមដកថយបានប្រាប់ Walter ទៅអង្គុយចាំនៅក្នុងឡានស្ងប់សតិអារម្មណ៍សិនចុងក្រោយពួកគេទាំងសងខាងក៏មិនអាចដោះស្រាយបានទើបចាប់ផ្ដើមទាស់សម្ដីនឹងគ្នាខាងប៉ូលីសក៏ត្រៀមមន្ទីរម្រេចចេញមកបាញ់ដាក់មុខភ្លាមៗដែល Walter បានឃើញក៏បាននិយាយឌឺខ្លាំងជាងមុនទៅទៀតចង់យកវាមកបាញ់អ្នកដែលមិនចេញមតិតាមរដ្ឋធម្មនុញ្ញបែបនេះបានទៀតលទ្ធផល Walter ក៏ត្រូវប៉ូលីសអូសឡើងឡានជាមួយនឹងមុខដ៏ក្រហមព្រោះត្រូវប៉ូលីសយកម្រេចបាញ់ដាក់មុខឈប់ខ្លាំងតែម្ដងចំណែកហាងក៏កំពុងមើលឯកសារតាក់ទងនឹងហេតុការណ៍ដែលកើតឡើងនៅទល់ដែនអឺប៉ាសូវាគឺជាឡាននឹងមនុស្សដែលត្រូវបរិះមកកាយពីអ្នកនោះដុតចោលហេតុការណ៍បែបនេះមិនសូវជាកើតឡើងទេព្រោះឡាននេះមិនបានដឹកគ្រឿងញៀនគ្រាន់តែជាឡានដែលលួចនាំមនុស្សឆ្លងដែនតែប៉ុណ្ណោះនេះបង្ហាញឃើញថាប្រហែលជានរណាម្នាក់ក្នុងនោះដឹងរឿងសម្ងាត់អ្វីម្យ៉ាងតែហាងនៅពេលនេះក៏មិនទាន់អាចធ្វើអ្វីបានត្រឹមតែបន្តតាមដានវាតែប៉ុណ្ណោះមិនយូរក្រោយពីនោះក៏មានប៉ូលីសក្នុងតំបន់តាក់ទងមករកគាត់ពេលបានទទួលក៏ដឹងថានោះគឺជា Walter គាត់មានរឿងឲ្យហាងជួយបន្តិចពេលបានដំណឹងហាងក៏បានមកប៉ប៉ូលីសដើម្បីជួយនិយាយឲ្យ Walter គាត់ធ្វើខ្លួនល្អមករហូតទើបទៅដឹងខ្លួនឯងថាកើតមហារីកថែមនៅពេលនេះក៏ត្រូវប្រពន្ធដេញចេញពីផ្ទះបើមាននរណាដែលគួរឲ្យលើកលែងបានខ្លះក៏មានតែគាត់នឹងហើយ Walter ដែលបានលើគ្រប់យ៉ាងក៏មិនចង់ទទួលបានភាពអាណិតប៉ុន្មានទេបន្ទាប់មកហាងក៏បាននាំប៉ូលីសម្នាក់នោះចេញមកឲ្យ Walter សុំទោសដើម្បីបញ្ចប់គ្រប់យ៉ាងមកដល់ពេលនេះ Walter ក៏ចាំបាច់ត្រូវធ្វើតាមអ្វីដែលហាងបានប្រាប់គាត់បានសុំទោសប៉ូលីសម្នាក់នោះចំពោះទង្វើរបស់គាត់ប៉ូលីសម្នាក់នោះក៏ចិត្តទន់មកខ្លះទើបព្រមដោះលែង Walter ចេញមកពេលមកដល់ក្នុងឡាន Walter ក៏បានប្រាប់ហាងទៅថា Skyler សុំលែងលះជាមួយនឹងគាត់ថែមទាំងមិនឲ្យគាត់ជួបនឹងកូនទៀតសម្រាប់គាត់រឿងនេះវាជាអ្វីដែលធ្ងន់ធ្ងរយ៉ាងខ្លាំងព្រោះមក JC គាត់ដែលទទួលបានមេដាយដែលបញ្ជាក់ប្រាប់ថាគាត់អាចបញ្ឈប់ឆ្នាំបាន45ថ្ងៃ JC ក៏បានបើកឡានមកផ្ទះដែលគាត់ធ្លាប់នៅហើយក៏ឃើញថាមានការប្រកាសលក់វាគឺជាផ្ទះដែលត្រូវម្ដាយឪពុកដេញចេញមុននោះនៅពេលដែលគាត់ដើរចូលទៅមើលក្នុងផ្ទះក៏ឃើញមានជាងម្នាក់ដើរចេញមកតែឪពុករបស់ JC ដែលនៅទីនោះក៏បានហៅ JC ទៅនិយាយជាមួយនៅពេលដែលបាននិយាយគ្នា JC ក៏បានសួរថានឹងលក់ផ្ទះនេះមែនអីឪពុកក៏បានប្រាប់ថាសេដ្ឋកិច្ចពេលនេះមិនសូវជាល្អការលក់ផ្ទះដើម្បីយកលុយមកចាយវាជារឿងធម្មតា JC ក៏ចង់ដឹងថាឪពុករបស់គាត់នឹងគិតថាគាត់នៅជាកូនឬអត់ទើបបានសូមចូលទៅមើលខាងក្នុងផ្ទះបន្តិចតែឪពុកក៏បានប្រាប់ថាជាងកំពុងជួសជុលនៅខាងក្នុងកុំចូលទៅរំខានអីតែបើចង់មើលមែននោះចូលទៅមើលរូបតាម website លក់ផ្ទះទៅ JC ក៏មិនពេញចិត្តនឹងអូរបស់គាត់យ៉ាងខ្លាំងទើបបានដើរឡើងឡានទៅដោយមិនបាននិយាយអ្វីព្រោះមក Walter នៅពេលនេះគាត់បានត្រឡប់មកដល់ផ្ទះថ្មីរបស់គាត់ហើយនៅខណៈដែលកំពុងយកសម្លៀកបំពាក់មកបោកក៏បានជួបនឹងសដែលមករកដល់កន្លែងនៅពេលដែលត្រឡប់មកនិយាយគ្នានៅផ្ទះ Walter ក៏បានប្រាប់គ្រប់យ៉ាងឲ្យសដឹងនៅពេលនេះគាត់បារម្ភយ៉ាងខ្លាំងខ្លាច Skyler យករឿងនៃគាត់លក់ថ្នាំទៅប្តឹងប៉ូលីសតែសក៏បានប្រាប់ថាកុំគិតច្រើនជាមួយនឹងរឿងនេះអីព្រោះតាមចំណេះដឹងខាងច្បាប់ដែលសមានទាំងអស់នាងមិនហ៊ានយករឿងនេះទៅប្តឹងប៉ូលីសទេព្រោះវាមានតែផលអាក្រក់តាមមកបើនាងនិយាយច្រើននឹងជាមហន្តរាយដល់ខ្លួននាងថែមទាំងមានហាងជា DAA ទៀតមិនចាំបាច់ត្រូវនិយាយដល់ប្រកាសជាត្រូវរឹបអូសផ្ទះឲ្យបានចេញទៅដេកតាមចិញ្ចើមថ្នល់ជាមិនខានសចង់ប្រាប់ Walter ដឹងថានាងគ្រាន់តែគំរាមមិនហ៊ានធ្វើមែននោះទេតែសម្រាប់ Walter នាងនឹងប្រាប់ប៉ូលីសឬអត់នោះមិនមែនជាបញ្ហាទេព្រោះអ្វីដែលសំខាន់គឺនាងចេញពីជីវិតរបស់គាត់ហើយគាត់បាត់បង់គ្រប់យ៉ាងដែលជាទីស្រឡាញ់សក៏បានប្រាប់ថាកុំបារម្ភអីគាត់មានដំណោះស្រាយពីរឿងនេះឲ្យតើបង្កើតគ្រួសារថ្មីទៅញ៉ាំស្រីថៃឬស្រីពីសាធារណរដ្ឋឆេកក៏បានស្រីពួកនោះគ្រាន់តែបានចូលប្រទេសនេះក៏អស់ខ្លាំងពេកហើយនេះហើយជាមូលហេតុដែលសមករក Walter នៅថ្ងៃនេះគឺចង់ឲ្យ Walter ត្រឡប់មកផលិតថ្នាំម្ដងទៀតតែមិនថាសមិនចង់ចូលបែបណា Walter ក៏សម្រេចចិត្តឲ្យថានឹងមកឈប់មែនតែនហើយនៅលើកនេះទើបចុងក្រោយសក៏ព្រមដកថយទៅដោយខ្លួនឯងតែមិនមែនមានន័យថាសនឹងព្រមលែងប្រភពលុយទៅងាយៗនោះទេ
ព្រោះម៉ៃដែលជាអ្នកបោះសម្អាតដែលបានធ្វើការឲ្យសតែគាត់មិនមែនជាកូនចៅរបស់សនោះទេដោយម៉ៃក៏មានក្មួយស្រីម្នាក់ដែលគាត់ស្រឡាញ់យ៉ាងខ្លាំងដោយអ្នកដែលតាក់ទងមករកម៉ៃលើកនេះក៏ជាសដដែលដោយសក៏បានត្រឹមតែប្រាប់ថាយើងមានបញ្ហារឿងប្រពន្ធហើយចាត់ការបន្តិចនៅយប់នោះដែរ Skyler និងគ្រួសារក៏បានមកហូបអាហារជាមួយគ្នាតាមធម្មតាបន្ថែមពីនោះគឺ Hank និង Marie ដែលមកចូលរួមដែរព្រោះខ្លាចស្ងាត់ហើយអ្នកដែលមានបញ្ហានៅខណៈដែលកំពុងហូបគឺ Skyler និង Junior មិនពេញចិត្តនឹងម្ដាយយ៉ាងខ្លាំងដែលព្យាយាមរៀបរៀងគ្រប់វិធីមិនឲ្យ Walter ចូលផ្ទះមិនឲ្យជួបនឹងក្រុមគ្រួសារទោះជា Walter គ្មានកំហុសអ្វីគ្រប់គ្នាក៏យល់ស្របជាមួយនឹងរឿងនេះនាំគ្នាកាន់ជើង Walter ព្រោះ Skyler មិនហ៊ានប្រាប់ការពិតនៅពេលដែល Junior ដើរចេញទៅបាត់ Hank ក៏បាននិយាយឡើងទៅថាខ្ញុំដឹងថានេះមិនមែនជារឿងរបស់ខ្ញុំតែការរៀបរៀងមិនឲ្យ Walter ជួបនឹងកូនវាមិនមែនជារឿងដែលត្រឹមត្រូវទេ Skyler ក៏បានឆ្លើយទៅវិញថាអ្នកឯងនិយាយត្រូវហើយ Hank វាមិនមែនជារឿងរបស់អ្នកឯងទេនៅពេល Marie និង Hank ដើរចេញមកត្រៀមនឹងត្រឡប់ទៅផ្ទះរបស់ពួកគេវិញ Marie ក៏បានសួរប្តីទៅថា Skyler នៅពេលនេះកើតអីឲ្យប៉ិត Hank ក៏បានសន្និដ្ឋានថា Walter ប្រហែលជាមានសហាយព្រោះមានទូរស័ព្ទ2គ្រឿងតែ Marie ក៏មិនយល់ស្របបើ Walter មានស្រីមែននោះ Skyler ប្រកាសជាប្រាប់រឿងនេះជាមួយនឹងនាងដែលជាប្អូនស្រីហើយវាត្រូវជាអ្វីដែលស្មុគស្មាញជាងការមានស្រីឆ្ងាយណាស់ព្រោះមកការិយាល័យរបស់សនៅសុក JC ក៏បានមករកសដែលឃើញក៏ភ្ញាក់ផ្អើលមិនគិតថា JC នឹងជាពីជំងឺផ្លូវចិត្តបានលឿនបែបនេះដោយមូលហេតុដែល JC មកទីនេះក៏មិនមែនជារឿងអ្វីគាត់មកយកលុយរបស់គាត់វិញនៅខណៈដែលកំពុងរាប់លុយសក៏បានបង្អាប់នឹងចលនា JC ដែលបានលុយមួយដុំធំមកយ៉ាងងាយស្រួលមិនចាំបាច់ត្រូវធ្វើអ្វីសបន្តនិយាយច្រើនមិនព្រមឈប់រហូតដល់ JC បានប្រាប់ថាគាត់មានរឿងសំខាន់នឹងឲ្យសជួយដោះស្រាយឲ្យបន្តិចបដូរទៅ Walter ដែលកំពុងដើរត្រឡប់ទៅផ្ទះថ្មីតាមធម្មតាគាត់បានដើរកាត់ស្រះទឹកមួយហើយគិតថាគាត់ឈប់ផ្លិតថ្នាំហើយគាត់នឹងបដូរត្រឡប់មកជាមនុស្សល្អជួយសង្គមបន្តិចក៏គ្មានបញ្ហាដោយការជួយដួសសម្រាមចេញមកចោលគាត់ធ្វើតែប៉ុណ្្នឹងហើយដើរត្រឡប់ទៅបន្ទប់វិញតែនៅចង្វាក់ដែលគាត់បើកទ្វារចូលទៅក៏បានជួបនឹងកូនប្រុសដែលចាំគាត់នៅខាងក្នុងនោះហេតុការណ៍បានបដូរមកផ្ទះស្នាក់នៅរបស់មនុស្សចាស់ជរាមួយកន្លែងវាក៏ប្រក្រតីគ្រប់យ៉ាងមានមនុស្សចាស់ជរារស់នៅតាមធម្មតាអ្វីដែលប្លែកគឺបរិះមកកាយពីរនាក់ដែលមកពីមីស៊ីកូបានចូលមកពួកគេបានដើរសម្ដៅទៅរកមនុស្សចំណាំម្នាក់នោះគឺជាអ៊ំជួយកណ្ដឹងដែលជាអ៊ំរបស់ទូកូដែលសອບមក Walter យ៉ាងខ្លាំងទាំងពីរនាក់នេះគឺជាសមាជិកគ្រួសាររបស់គាត់ត្រូវជាក្មួយរបស់ទូកូពួកគេមិនចាំយូរបានទៅលើក្តារហ្គេមទាយពាក្យចេញមកពួកគេនឹងចង្អុលទៅអក្សរមួយណាបើត្រូវអ៊ំនឹងជួយកណ្ដឹងលទ្ធផលរបស់ហ្គេមក៏បានចេញមកជាមួយនឹងទឹកមុខរបស់អ៊ំដែលក្តៅយ៉ាងខ្លាំងនិងដៃរបស់គាត់ដែលជួយកណ្ដឹងមិនព្រមឈប់ដោយសារដែលអ៊ំបានប្រាប់គឺ Walter វាយរីឯ Skyler ដែលកំពុងធ្វើការ Walter ក៏បានតាក់ទងទៅរកគាត់បានទៅប្រាប់រឿងនៃ Junior មកផ្ទះរបស់គាត់មិត្តភក្តិដឹកមកហើយដោយសារ Skyler មិនចង់ឲ្យ Junior ដេកនៅផ្ទះរបស់ Walter ទេទើប Walter បានប្រាប់ថាគាត់នឹងជាអ្នកទៅជូនដល់ផ្ទះដោយខ្លួនឯងទាំងអស់នេះគឺជាផែនការរបស់ Junior ដែលចង់ឲ្យម្ដាយឪពុកបាននិយាយគ្នាម្ដងទៀតមុននឹង Walter បាននាំកូនទៅជូននៅផ្ទះ Junior ក៏បានប្រាប់ថាកុំបារម្ភអីគ្រប់គ្នានៅខាងឪពុកទាំង Hank និង Marie គ្មាននរណាយល់ពីម្ដាយដែលគ្មានហេតុផលអ្វីទាំងអស់មកដល់ចំណុចនេះ Walter ក៏បំរុងប្រាប់ការពិតឲ្យកូនបានដឹងតែចុងក្រោយគាត់ក៏មិនហ៊ានចំណែករឿងនៃ JC ជួយអសរធ្វើនោះវាក៏ជារឿងដែលគាត់ជំនាញស្រាប់ហើយនោះគឺការទៅនិយាយជាមួយនឹងឪពុកម្ដាយរបស់ JC ទាំងពីរនាក់នោះក៏ស្គាល់នឹងសយ៉ាងល្អព្រោះពាណិជ្ជកម្មដែលរាតត្បាតទៅគ្រប់ទិសទីដោយសក៏ចង់ទិញផ្ទះដែលឪពុកម្ដាយកំពុងប្រកាសលក់តែគាត់នឹងមិនមែនជាម្ចាស់ទេមានអ្នកដែលមិនចង់បញ្ចេញឈ្មោះចង់ទិញថែមទាំងម្នាក់នោះក៏ចង់ទិញដោយលុយសុទ្ធមិនបង់រំលោះការទិញដោយលុយសុទ្ធវាជារឿងល្អមិនចាំបាច់ត្រូវរងចាំនឹងចំណាយលើអ្វីផ្សេងតែអ្វីដែលជាបញ្ហានៅពេលនេះគឺតម្លៃផ្ទះនោះត្រូវដាក់លក់ក្នុងតម្លៃ 875,000 វាថ្លៃខ្លាំងពេកទើបសបានតថ្លៃចូលមកសល់ 400,000 គាត់បើទទួលបានគាត់នឹងបង់លុយទៅឥឡូវនេះម្ដាយឪពុកដែលលឺក៏មិនព្រមទទួលទេព្រោះបាត់ទៅពាក់កណ្ដាលហើយម្ដាយឪពុកក៏មិននៅហើយពួកគេក៏ត្រៀមនឹងដើរចេញទៅតែសក៏បានត្រៀមផែនការសម្រាប់ដោះស្រាយរឿងនេះទុកហើយគាត់បាននិយាយឡើងទៅថាស្មានតែពួកយើងអាចនិយាយគ្នាបានគាត់បានលឺមកថាផ្ទះនោះធ្លាប់មានកន្លែងផលិតឯងនៅបន្ទប់ក្រោមដីកុំភ្លេចថាអ្នកដែលកាន់កាប់កម្មសិទ្ធិផ្ទះនោះគឺជាឪពុកម្ដាយខ្លួនឯងនេះមានន័យថាឪពុកម្ដាយត្រូវទទួលខុសត្រូវដែលអនុញ្ញាតឲ្យមានការផលិតថ្នាំក្នុងផ្ទះបើមិនព្រមលក់ផ្ទះនោះឲ្យគាត់នឹងប្រឹងតុលាការមិនឲ្យលក់ផ្ទះនោះបានតទៅទៀតយើងមិនចង់ឲ្យមានហេតុការណ៍បែបនេះកើតឡើងទេប្រកាសអត់ព្រោះ Walter គាត់បានយកកូនមកជូនដល់ផ្ទះតាមអ្វីដែលសន្យាទុកគាត់នឹងប្រើឱកាសនេះនិយាយជាមួយនឹង Skyler ឲ្យដឹងរឿងតែម្ដងហើយគាត់ក៏មិនបានមកដៃទទេនោះទេមកជាមួយនឹងភាសាមួយប្រអប់ដ៏ធំមួយភ្លាមៗដែលបានឃើញ Skyler Walter ក៏បានផ្សាយពីរសជាតិរបស់ភាសាតែ Skyler ក៏បានប្រាប់ថានៅផ្ទះមានរបស់ស៊ីច្រើនហើយមិនថា Walter មករបៀបណានាងក៏មិនព្រមនិយាយជាមួយដដែលនាងមិនខ្វល់ពីហេតុផលអ្វីទាំងអស់ក្រៅពីរបស់នាងមុននឹងបានបញ្ចប់ថាយើងបាននិយាយរឿងដែលត្រូវនិយាយទៅអស់ហើយរួចហើយនាងក៏បានបិទទ្វារដាក់មុខរបស់ Walter ទៅ Walter ក៏បានដើរចេញមកទាំងកំហឹងមុននឹងបានបោះភាសាចោលហើយវាក៏បានទៅជាប់នៅលើដំបូលបន្ទាប់មកគាត់ក៏បានបើកឡានចេញទៅទាំងបែបនោះមិនយកវាចុះមកវិញគាត់បានមកស្រវឹងពោតលេងយ៉ាងធ្ងន់ធ្ងរនៅផ្ទះថ្មីតែម្នាក់ឯងនៅពេលនោះស្រាប់តែមានសំឡេងទូរស័ព្ទរោទ៍ឡើងតែគាត់ក៏មិនបានទទួលមុននឹងមានសំឡេងផ្ញើសារពីខាង Skyler ដែលរអ៊ូរឿងវីសាដែលជាប់នៅលើដំបូលនិងបានប្រាប់ Walter ស្ងប់សតិអារម្មណ៍ខ្លះទទួលស្គាល់ការពិតបានហើយបើធ្វើមិនបានទេនាងនឹងទៅសុំលិខិតពីខាងតុលាការដើម្បីហាមមិនឲ្យ Walter មកជួបនឹងកូនតទៅទៀត Walter ដែលឮក៏បានងើបឡើងប្រញាប់ទៅទទួលទូរស័ព្ទតែក៏មិនទាន់ Skyler បានបិទទៅហើយក្រោយពីរួបរวมសតិបាន Walter ក៏ចង់ត្រឡប់ទៅផ្ទះម្ដងទៀតដើម្បីនិយាយគ្នាឲ្យចប់ហេតុការណ៍បានបដូរមកឪពុកម្ដាយរបស់ JC ម្ដងទៀតដែលកំពុងជញ្ជូនអីវ៉ាន់ចេញពីផ្ទះដែលលក់ទៅចង្វាក់នោះដែរកូនល្អរបស់ពួកគេក៏បានជិះឡានមកដល់ល្មមពួកគេក៏បាននាំគ្នាហាមមិនឲ្យ JC ចូលទៅក្នុងផ្ទះទេព្រោះពួកគេបានលក់ទៅហើយម្ចាស់ផ្ទះថ្មីកំពុងមកទីនេះនៅពេលឆាប់ៗ JC ក៏បានលើកសោមករត់បង្ហាញបន្តិចគាត់នឹងហើយដែលជាម្ចាស់ផ្ទះថ្មីដល់ឪពុកម្ដាយក៏ចំណាយលុយជិត 400,000 ដើម្បីតុបតែងផ្ទះនេះតែក៏ត្រូវ JC ធ្វើស៊ីទៅបាត់បដូរមកផ្ទះរបស់ Skyler ម៉ៃបានមកដល់ទីនេះហើយគាត់មកទីនេះដើម្បីចាត់
ការរឹងប្រពន្ធតាមអ្វីដែលសបានប្រាប់ម៉ៃបានមកសង្កេតការចាំឲ្យគ្រប់គ្នាចេញពីផ្ទះអស់ពេលបានឱកាសគាត់ក៏បានយកឧបករណ៍ដើរចូលទៅយ៉ាងចិត្តត្រជាក់នៅខណៈដែលដើរចូលមុខម៉ៃក៏ឆ្ងល់ថានរណាយកភាសាទៅគប់ចោលលើដំបូលម៉ៃមិនបានមកទីនេះដើម្បីគាស់ចូលផ្ទះនោះទេគាត់បានមកចោលជញ្ជាំងនៅកេនស្រះទឹកមុននឹងបានញាត់អ្វីម្យ៉ាងចូលទៅនៅចង្វាក់នោះដែរ Water ដែលកំពុងស្គួតក៏បានបើកឡានសម្ដៅចូលទៅយ៉ាងលឿនលើកនេះគាត់មិនបានមកខ្លួនទៅទេមកជាមួយនឹងលុយនិងខោអាវគាត់បានដើរចូលទៅបើកទ្វារផ្ទះតែវាមិនងាយបែបនោះទេ Skyler បានដូរសោហើយនៅខណៈដែល Water កំពុងដំទ្វារដើម្បីបន្ធូរអារម្មណ៍ម៉ៃក៏បានលឺហើយចាំមិនទៀតគាត់ក៏ប្រញាប់ប្រមូលអីវ៉ាន់ដើម្បីចេញទៅចំណែក Water ក៏នៅតែព្យាយាមរកផ្លូវចូលផ្ទះហើយនៅពេលនោះគាត់ក៏នឹកឃើញទៅបានដើរវៀងទៅក្រោយផ្ទះផ្លូវតែមួយគត់ដែលអាចឲ្យគាត់ចូលទៅបានគឺក្រោមផ្ទះនៅខណៈដែល Water កំពុងគាត់ដើម្បីចូលទៅម៉ៃក៏ឈរមើលនៅចិត្តនោះភ្លាមៗដែល Water ជាមួយចូលទៅបានគាត់ក៏ព្យាយាមរកឈើដែលគាត់ធ្លាប់ជួសជុលមកនឹងគាត់បានផុសចេញមកនៅកន្លែងម៉ាស៊ីនធ្វើទឹកក្តៅ Water ក៏អាចចូលទៅក្នុងផ្ទះបានចំណែកម៉ៃក៏អាចចេញមកបានយ៉ាងស្រួលតែស្ថានភាពដ៏រញ៉េរញ៉ៃក៏មិនទាន់ចប់នោះទេនៅពេលដែលម៉ៃត្រៀមបើកឡានចេញពីទីនេះក៏មានឡានមួយគ្រឿងបើកចូលមកហើយអ្នកដែលចុះមកក៏មិនមែនជានរណាឆ្ងាយបរិះមកកាយទាំងពីរអ្នកនោះពួកគេទាំងពីរមិនបានមកសួរសុខទុក្ខនោះទេបានទេមួយថៅល្មមដៃចេញមកពួកគេទាំងពីរក៏ចូលទៅក្នុងផ្ទះបានយ៉ាងងាយស្រួលនៅខណៈដែល Water កំពុងងុយទឹកមិនដឹងអ្វីទាំងអស់ថែមទាំងឈរច្រៀងយ៉ាងសប្បាយចិត្តទៀតផងបរិះមកកាយពីរអ្នកនោះក៏ដើរពិនិត្យផ្ទះទៅបណ្ដាយ៉ាងចិត្តត្រជាក់ឈរមើលរូបអេកូនកូនរបស់ Water ដោយផ្ទះរបស់ខ្លួនឯងចំណែកម៉ៃក៏កំពុងលួចស្ដាប់ហេតុការណ៍ដែលកើតឡើងនៅខាងក្នុងផ្ទះតាមរយៈឧបករណ៍លួចស្ដាប់ដែលគាត់ទើបតែញាត់ចូលទៅក្នុងជញ្ជាំងមុននោះម៉ៃដែលឃើញថាស្ថានភាពមិនសូវជាល្អក៏បានតាក់ទងទៅរកបរិះម្នាក់ហើយអ្នកដែលតាក់ទងទៅក៏មិនមែនជានរណាឆ្ងាយគឺជាកាសចំណែកបរិះមកកាយពីរអ្នកនោះក៏ដើរចិត្ត Water ទៅម្ដងបន្តិចពួកគេទាំងពីរដែលឃើញថា Water កំពុងងុយទឹកក៏មិនចង់រំខានទៅបានអង្គុយចាំនៅខណៈដែលកំពុងរងចាំដើម្បីសម្លាប់ Water ក៏មានម្នាក់បានលើកគ្រាប់ភ្នែកតុក្កតាខ្លាឃ្មុំពណ៌ផ្កាឈូកឡើងមកមើលតែក៏គ្មានអ្វីច្រើនមុននឹងបានបោះទៅលើគ្រែវិញស្របពេលគ្នាដែរ Water ក៏ត្រៀមនឹងចេញពីបន្ទប់ទឹកហើយតែនៅពេលនោះដែរស្រាប់តែមានសារមករកបរិះមុខកាចវាបានសរសេរថាពោយ័តដែលជាសារមកពីខាងកាសហើយនេះវាក៏ធ្វើឲ្យ Water ដែលចេញមកពីបន្ទប់ទឹករួចខ្លួនទៅបានតែអ្វីដែលធ្វើឲ្យ Water ផ្លាយចិត្តនោះគឺភ្នែករបស់តុក្កតាមុននោះគាត់មិនបានទុកវានៅកន្លែងនេះទេវាធ្វើឲ្យ Water ផ្លាយចិត្តនឹងគិតថាត្រូវមាននរណាម្នាក់ចូលមកក្នុងផ្ទះហើយរឿងក្នុងវគ្គនេះក៏បានមកដល់ទីបញ្ចប់អរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាបើមានកំហុសឆ្គងកន្លែងណាក៏សូមអភ័យទោសទុកជាមុន